សាស្ត្រាចារ្យក្រមបញ្ញវន្តនិងពលរដ្ឋថៃដែលជាច្បាប់ស្ដីបន្ទោសនាយករដ្ឋមន្ត្រីថៃថាកំពុងដឹកនាំជាតិសាសន៍ខ្លួនឯងឆ្ពោះទៅរកក្តីវិនាសនិងជះក្លិនអាសោចនៅលើឆាកអន្តរជាតិជាថ្មីម្ដងទៀតលោកសុរឆាតបំរុងសុខដែលជាសាស្ត្រាចារ្យជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនិងជាអ្នកជំនាញខាងកិច្ចការយោធានិងសន្តិសុខរបស់ថៃបានសរសេរអត្ថបទដ៏វែងអនឡាញបែកអូហូស្ទឹងតែ CNN សូមលើកយកតែចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោមសៀមនិងបារាំងបានចុះហត្ថលេខាលើសន្ធិសញ្ញាចំនួន3ច្បាប់ហើយនៅពេលសរសេរសន្ធិសញ្ញារួចរាល់ក៏ត្រូវមកគូសវាស់ខ្សែបន្ទាត់ជាក់ស្ដែងនៅលើផ្ទៃដីហេតុនេះទើបគេបង្កើតគណៈកម្មការបោះបង្គោលព្រំដែនរួមគ្នាដើម្បីដើរអង្កេតភ្នំទន្លេស្ទឹងបឹងបួរនិងខ្សែភ្លើទឹករួចក៏រៀបចំបង្កើតឡើងជាផែនទីនោះគឺផែនទីបោះបង្គោលព្រំដែនដែលបានធ្វើឲ្យរីករាល់នៅទីក្រុងប៉ារីសរួចផ្ញើមកកាន់រដ្ឋាភិបាលសៀមតាមរយៈស្ថានទូតសៀមប្រចាំទីក្រុងប៉ារីសនៅថ្ងៃ17សីហាឆ្នាំ1908ផែនទីបោះបង្គោលព្រំដែនឈុតនេះគឺមានຂະຫນາດ1លើ200,000ដោយលោកសាស្ត្រាចារ្យសុរឆាតបានពន្យល់យ៉ាងច្បាស់ថាផែនទីຂະຫນាត1លើ50,000ដែលថៃយកមកអះអាងហើយទាត់ចោលផែនទីបារាំងសៀមនោះតាមពិតទៅគឺជាផែនទីដែលកងទ័ពសហរដ្ឋអាមេរិកបានធ្វើឡើងនៅក្នុងយុគសម័យសង្គ្រាមវៀតណាមនៅឥណ្ឌូចិនលោកថាវាគឺជាផែនទីទាហានឬផែនទីយុទ្ធសាស្ត្រសម្រាប់ប្រើប្រាស់នៅក្នុងការប្រយុទ្ធមិនមែនជាផែនទីដែលធ្វើឡើងនៅក្នុងគោលបំណងបោះបង្គោលព្រំដែននោះឡើយហើយក៏មិនដែលទទួលបានការផ្ដល់សច្ចាប័នពីភាគីណាមួយនោះដែរលោកសាស្ត្រាចារ្យសុរឆាតក៏បានបញ្ជាក់ទៀតថានៅក្នុងវេទិកាច្បាប់អន្តរជាតិគេពិនិត្យទៅលើភាពត្រឹមត្រូវខាងផ្លូវច្បាប់មិនមែនពិនិត្យទៅលើភាពលម្អិតរបស់ផែនទីនោះទេបើទោះបីជាផែនទីຂະຫນາດ1លើ50,000មានភាពលម្អិតជាងច្បាស់ជាងឬស្អាតជាងក៏ដោយប៉ុន្តែបើគ្មានការទទួលស្គាល់រួមគ្នាបារាំងសៀមទេបានន័យថាបារាំងតំណាងឲ្យអាណាព្យាបាលខ្មែរនាសម័យនោះគឺมันអាចយកទៅប្រើប្រាស់ដើម្បីអះអាងសិទ្ធិនៅក្នុងតុលាការបានឡើយដូច្នេះនៅក្នុងនេះលោកសាស្ត្រាចារ្យសុរឆាតបានព្រមានថាអ្វីដែលយោធាថៃកំពុងអនុវត្តនៅព្រំដែនរួមនឹងសកម្មភាពការទូតបែបក្មេងពីលក្រោមការដឹកនាំរបៀបអ្នកលេងរបស់គណៈបកភូមិចៃថៃដែលមានលោកអនុទានឆានវីរគុលជានាយករដ្ឋមន្ត្រីវាអាចនឹងធ្វើឲ្យសង្គមជាតិនិងជាតិសាសន៍ថៃទាំងមូលធ្លាក់ចូលអន្ទាក់កម្ពុជានិងអាចចាញ់ប្រៀបកម្ពុជានៅលើផ្លូវច្បាប់អន្តរជាតិហើយថៃនឹងបាក់មុខហើយគេឈ្មោះថៃនឹងជះក្លិនអាសោចនៅលើឆាកអន្តរជាតិក្នុងនាមជារដ្ឋដំណើរជាប្រទេសធំស៊ីវិល័យតែបែរជាឈ្លានពានប្រទេសតូចតាចដោយកម្លាំងយោធាហើយមិនត្រឹមតែមិនគោរពច្បាប់តែបែរយកច្បាប់អន្តរជាតិមកទ្រាំអង្គុយទៅវិញ